Nét đài đắcจะใส่ chương khúc báo ហើយមានពីកាលភាពមួយចំហៀងខ្លួនរួចហើយ3ចំណុចនេះចាំបាច់ត្រូវតែការពារឲ្យបានជាប់លាប់កុំឲ្យមានបញ្ហាដាច់សរសៃឈាមខួរក្បាលម្ដងទៀតគំរាមកំហែងដល់ជីវិតឬផលវិបាកផ្សេងទៀតដូចទី1ផ្លាស់ប្ដូររបៀបរបបរស់នៅប្រចាំថ្ងៃរបស់គាត់ហាមដាច់ខាតហូបស្រាជក់បារីហើយចាប់ផ្ដើមសម្របខ្លួនជាមួយសកម្មភាពរស់នៅប្រចាំថ្ងៃនិងការងារប្រចាំថ្ងៃរបស់គាត់ទាំងការដើរការឈរការអង្គុយការគេងរបស់គាត់ទៀតដូចទី2គឺសំខាន់មែនទែនត្រូវតែគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អដូចទី3ត្រូវតែណាត់ជួបតាមដានជាមួយគ្រូពេទ្យឯកទេសតាក់ទងទៅនឹងការវិវត្តរបស់អ្នកជំងឺការប្រើថ្នាំនិងការគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ3ចំណុចនេះបើសិនបើអ្នកជំងឺគាត់អនុវត្តបានគឺវាជាសុវត្ថិភាពរបស់អ្នកជំងឺហើយការពារផលវិបាកថ្ងៃក្រោយច្រើនមែនទែនល្អមែនទែន